ច្បាប់ប៉ាងចំណានសូមគោរពជំរាបសួរសម្ដេចអាដាមលោកជំទាវលោកលោកស្រីបងប្អូនទស្សនិកជនជាទីគោរពនេះគឺជាកម្មវិធីទីក្រចរាចរណ៍មានសុវត្ថិភាពកម្មវិធីរបស់យើងតែងតែលើកយកនៅប្រធានបទសំខាន់ដែលពាក់ព័ន្ធទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាគន្លឹះសុវត្ថិភាពនៃការបើកបរនិងការអភិវឌ្ឍលើវិស័យសាធារណការក្នុងរាជធានីភ្នំពេញផងដែរពីមួយសប្តាហ៍ទៅមួយសប្តាហ៍យើងតែងតែលើកយកនៅប្រធានបទថ្មីមួយទៀតតទៅនេះសូមគោរពអញ្ជើញពលទស្សនិកជនរីទស្សនាដូចតទៅមិនថាពេលព្រឹកមិនថាពេលល្ងាចឲ្យតែជាម៉ោងមមាញឹកផ្លូវសំខាន់ក្នុងរាជធានីភ្នំពេញគឺពោពេញទៅដោយយានយន្តគ្រប់ប្រភេទនិងមានការកកស្ទះជាក់ជាមិនខានប្រជាពលរដ្ឋរាជធានីភ្នំពេញប្រកាសជាធ្លាប់ស្គាល់ពីបទពិសោធន៍នៃការធ្វើដំណើរក្នុងកំឡុងពេលនៃការកកស្ទះចរាចរណ៍ហើយយើងបានជួបមន្ត្រីជំនាញមកពីក្រសួងសាធារណការនិងដឹកជញ្ជូនតកតងទៅនឹងបញ្ហាការកកស្ទះចរាចរណ៍បច្ចុប្បន្ននៅរាជធានីភ្នំពេញជារួមខ្ញុំឲ្យសង្កេតមើលឃើញថាមានការកកស្ទះលក្ខណៈថាមានការណែនតាន់តាប់ចាណែនតាន់តាប់ដែលជាកត្តាហានិភ័យហើយធ្វើឲ្យមានការខាតបង់ពេលវេលារបស់ប្រជាពលរដ្ឋដែលគាត់ជាអ្នកប្រើប្រាស់ផ្លូវចាហើយតាមការសង្កេតមើលឃើញថាបញ្ហាការកកស្ទះហ្នឹងភាគច្រើនគឺចាប់ផ្ដើមពីម៉ោង6កន្លះព្រឹកចារហូតដល់ម៉ោង9និងចាប់អាចថាពេលល្ងាចចាប់ពីម៉ោង4កន្លះល្ងាចទៅដល់ម៉ោង7រាជធានីភ្នំពេញជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មទេសចរជាហេតុនាំឲ្យមានពលរដ្ឋរស់នៅច្រើនជាងគេក្នុងចំណោមបណ្ដាខេត្តទាំងអស់ពលគឺជិត3លាននាក់ទន្ទឹមនឹងនោះកំណើនយានយន្តពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានចំនួនច្រើនឡើងខណៈដែលផ្លូវមានទំហំតូចកត្តាពេលវេលាចេញចូលតែមួយនិងកត្តាផ្សេងទៀតធ្វើឲ្យតំបន់មួយចំនួនជាពិសេសតំបន់ផ្សារសាលារៀនរោងចក្រសហគ្រាសមានការកកស្ទះចរាចរណ៍ការកកស្ទះចរាចរណ៍នេះមិនមែនជារឿងប្រសើរឡើយសម្រាប់ភូមិសាស្ត្រនានាព្រោះវាបានផ្ដល់ផលប៉ះពាល់ជាច្រើនទាំងពេលវេលានិងការចំណាយប្រេងឥន្ធនៈច្រើនជាងមុនជាពិសេសការខាតបង់ក្នុងបរិបទនៃការឡើងថ្លៃប្រេងឥន្ធនៈចាតកតងទៅនឹងផលប៉ះពាល់ចាទាំងសេដ្ឋកិច្ចសង្គមនិងបរិស្ថានចាពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចគឺខាតបង់ពេលវេលានិងការផលិតមានន័យថាផលិតភាពដូច្នេះហើយការធ្វើដំណើរចំណាយពេលវេលាច្រើននៅលើដងផ្លូវជាពិសេសពេលវេលាតែធ្វើការឬមួយក៏ពេលសម្រាកអញ្ចឹងគាត់ត្រូវការពេលវេលាធ្វើការគាត់ចំណាយពេលនៅលើដងផ្លូវច្រើនអញ្ចឹងហើយផលិតភាពការងារគឺថមថយហើយតកតងទៅនឹងកំណើនថ្លៃដើមដឹកជញ្ជូនហើយដូច្នេះហើយការកកស្ទះបណ្ដោយមានន័យថាគាត់ប្រើប្រាស់ប្រេងឥន្ធនៈច្រើនកាន់តែច្រើនហើយមានន័យថាពន្យាពេលដឹកជញ្ជូនទៀតទំនិញជាតិធ្វើឲ្យថ្លៃដើមនឹងកើនឡើងហើយនឹងផលិតកាន់តែកើនចាតកតងទៅនឹងសង្គមសុខភាពផ្លូវរាងកាយមានន័យថាការកកស្ទះអានឹងជាកត្តាសំខាន់ដែរជាទូទៅបងប្អូនជាពលរដ្ឋនៅពេលដែលគាត់ប្រើប្រាស់ផ្លូវមានន័យថាគាត់ត្រូវប្រើមានន័យថាផ្ដោតទៅលើផ្លូវហើយអញ្ចឹងនៅពេលដែលផ្លូវមានការកកស្ទះអញ្ចឹងគាត់អាចថាគាត់ stress ខ្លាំងឆាប់ខឹងប៉ះពាល់ដល់សុខភាពផ្លូវចិត្តជាពិសេសដែលគាត់ជាអ្នកបើកបរចាហើយមានការយឺតយ៉ាវការងារជាពិសេសបងប្អូនដែលគាត់ជាសិស្សនិស្សិតចាផ្សេងជាខាត់បង់ការសិក្សាចាប៉ះពាល់នឹងនៃការធ្វើដំណើរមានន័យថាប្រើរយៈពេលវែងហើយតកតងទៅនឹងការគោរពច្បាប់ចាគាត់មិនមានការចូលរួមក្នុងការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទៀតចាមួយវិញតិចចំណុចទី3តកតងទៅនឹងបរិស្ថានចាបរិស្ថានយើងមានច្រើនចំណុចដែរពាក់ព័ន្ធទៅនឹងការបំពុលខ្យល់ចាកម្ដៅទីក្រុងឬមួយក៏សម្លេងម៉ាស៊ីនផ្សេងកើនឡើងអញ្ចឹងការបំពុលខ្យល់មានន័យថាការកកស្ទះធ្វើឲ្យមានការកើនឡើងនៃការបញ្ចេញឧស្ម័នពុលចាផ្សែងចាពីយានទៅបរិយាកាសចាចំណុចទី2ការមានន័យថាសម្លេងរំខានអញ្ចឹងសម្លេងរំខានម៉ាស៊ីនយានយន្តកើនឡើងបង្កឲ្យជាន័យថាមេរោគចាសូរស័ព្ទអញ្ចឹងជាទូទៅបរិស្ថានហ្នឹងគឺមានការចាប
បំពល់ជាច្រើនដែរហើយចំណុចទី3គឺការកើនចាកំណើនកម្ដៅក្នុងទីក្រុងអញ្ចឹងការកក់ស្ទះជាច្រើនគឺកន្លែងចូលរួមចំណែកចាធ្វើឲ្យកម្ដៅទីក្រុងកើនឡើងអញ្ចឹងដូច្នេះសរុបមកការកក់ស្ទះមិនត្រឹមតែជាការរារាំងលើការអភិវឌ្ឍសង្គមទេប៉ុន្តែថែមទាំងឲ្យផលប៉ះពាល់ដល់គុណភាពជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជំហាប្រេងឥន្ធនៈចេញពីយានយន្តទាំងអស់ហាក់ដូចជាច្រើនជាងមុនក្នុងកំឡុងពេលនៃការកកស្ទះចរាចរណ៍បើធៀបនឹងការធ្វើដំណើរល្បឿនធម្មតាតើការចំណាយលើបរិមាណប្រេងឥន្ធនៈនឹងអស់ច្រើនជាងមុនទេទន្ទឹមវិបត្តិនៃការកើនឡើងថ្លៃប្រេងក៏បានជះឥទ្ធិពលមកកាន់ទីផ្សារប្រេងកម្ពុជាចាខ្ញុំសូមជំរាបជូនថាការកក់ស្ទះធ្វើឲ្យយានយន្តប្រើប្រាស់មានន័យថាប្រេងឥន្ធនៈច្រើនជាងមុនច្រើនជាងមុនហើយខ្ជះខ្ជាយជាងធម្មតាហើយវាបង្កឲ្យជាបន្ទុកចំណាយហិរញ្ញវត្ថុចាវាធ្វើឲ្យមានន័យថាច្រើនដល់អ្នកបើកបរទាំងអស់មិនត្រឹមតែចាហើយបងប្អូនជាពលរដ្ឋទេសូម្បីតែបងដែលជាអ្នកបម្រើការមន្ត្រីរាជការផ្សេងជារួមទៅគឺអ្នកប្រើប្រាស់ផ្លូវគ្រប់ទូកតែម្ដងទៅឲ្យប៉ះពាល់ហើយចាសូមទោសដែរតកតងនឹងតិន័យជារួមយើងអត់មានតិន័យណាមួយដែលជាក់លាក់ទេប៉ុន្តែយើងមានថាកម្រិតនៃការប្រើប្រេងឥន្ធនៈមានន័យថាកើនឡើងចាកើនឡើងហើយធ្វើឲ្យយានយន្តយើងមានន័យថាប្រើប្រាស់លើកម្រិតអញ្ចឹងនៅពេលដែលស្ទះយានយន្តគឺមានន័យថាគាត់នៅស្ងៀមម្ដងស្ងៀមម្ដងឈប់អញ្ចឹងឈប់ដើរអញ្ចឹងការប្រើប្រាស់ប្រេងឥន្ធនៈច្រើនជាងបើកបរក្នុងល្បឿនធម្មតាចាហើយតកតងទៅនឹងម៉ាស៊ីនដំណើរការមានន័យថាអត់ប្រយោជន៍ទោះបីជាយានយន្តហ្នឹងមិនដំណើរការក៏ដោយប៉ុន្តែមានចលនាមានន័យថាយើងបញ្ឆេះម៉ាស៊ីនចាស់នៅតែឆេះហើយធ្វើឲ្យដុតបំផ្លាញប្រេងកាត់ឡើងពលរដ្ឋជាច្រើននឹងមានភាពរអ៊ូរទាំពេលដែលប្រេងឡើងថ្លៃហើយការកកស្ទះចរាចរណ៍នៅតែមានតែយ៉ាងណាក្តីមន្ត្រីជំនាញបានលើកទឹកចិត្តឲ្យពលរដ្ឋនៅក្នុងរាជធានីភ្នំពេញជ្រើសរើសការប្រើប្រាស់មធ្យោបាយសាធារណៈរថយន្តក្រុងរបស់រាជធានីភ្នំពេញដែលកំពុងដំណើរការតាមផ្លូវគោលដៅសំខាន់ជាច្រើនសូម្បីតែដំរាយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិដែលជួលបែបនោះការចំណាយក៏កាន់តែតិចហើយចំនួនយានយន្តក៏នឹងត្រូវបានកាត់បន្ថយយើងបានដឹងថាទំហំផ្លូវក្នុងរាជធានីភ្នំពេញមិនធំនោះទេហើយក៏មានផ្លូវខ្លះរងការចតយានយន្តឥតសណ្ដាប់ធ្នាប់ទៀតដូច្នេះការចូលរួមពីអ្នកបើកបរគឺត្រូវការជាចាំបាច់ក្នុងការចូលរួមកាត់បន្ថយការកកស្ទះជាពិសេសនៅក្នុងកំឡុងពេលម៉ោងមមាញឹកនៃបរិបទនេះចាជារួមតកតងទៅនឹងចំណុចនឹងដែរខ្ញុំយល់ថាអាចថាគាត់ឲ្យបងប្អូនខ្លះគាត់មានsmartphone គាត់អាចឆែកមើល Google Map ចាំមើលចំណុចណាដែលចំណុចណាដែលកកស្ទះមានបញ្ហាកកស្ទះកើតឡើងទី2អាចថាគាត់ឲ្យគ្រប់គ្រងពេលវេលាដែលគាត់មានន័យថាដែលគាត់មុននឹងចេញដំណើរមកអញ្ចឹងបើគាត់ដឹងថា rush hour ម៉ោងដែលមានន័យថាស្ទះខ្លាំងចាប់ពីម៉ោង6ដល់ម៉ោង9អញ្ចឹងអាចថាចន្លោះពេលណាដែលអត់ស្ទះខ្លាំងអញ្ចឹងគាត់អាចឲ្យជ្រើសរើសម៉ោងណាដែលអត់ទៅស្ទះខ្លាំងហើយកាត់បន្ថយការចំណាយដែលថាគាត់នឹងឲ្យចំណាយទៅលើប្រេងឥន្ធនៈតែម្ដងហើយអាចថាសហការជិះរួមគ្នាសុំមិត្តភ័ក្តិឬមួយក៏មិត្តរួមការងារជិះរួមគ្នាតែម្ដងដើម្បីកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរជាច្រើននៅលើដងផ្លូវជាពិសេសហ្នឹងគឺបង្កឲ្យមានការកកស្ទះហើយជារួមមួយទៀតបើសិនជាបងប្អូនប្រជាពលរដ្ឋដែលថាគាត់ឲ្យខ្វះខាតមធ្យោបាយធ្វើដំណើរគាត់អាចឲ្យរួមដំណើរជាមួយសមាជិកគ្រួសារគាត់តែម្ដងដើម្បីកាត់បន្ថយការកកស្ទះនេះដើម្បីឆ្លើយតបបញ្ហាកកស្ទះចរាចរណ៍នេះយើងសង្ឃឹមថាក្រសួងសាប័ននិងអាជ្ញាធរមូលដ្ឋាននឹងបន្តដោះស្រាយផលលំបាកណាដែលរាំងស្ទះដល់លំហូរចរាចរណ៍រីឯអ្នកបើកបរអាចចូលរួមប្រើប្រាស់មធ្យោបាយសាធារណៈឲ្យបានកាន់តែច្រើននិងប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រើប្រាស់អគ្គិសនីសម្រាប់ការកាត់បន្ថយការចំណាយទស្សនិកជនជាទីគោរពនិងជាទីមេត្រីយ៉ាងណាដែរសម្រាប់ប្រធានបទរបស់យើងក្នុងសប្តាហ៍នេះជាកិច្ចបន្តពីកម្មវិធីមានការបង្ហាញជូននៅប្រការគួរលុបបំបាត់ប្រចាំសប្តាហ៍
តទៅនេះសូមអញ្ជើញលោកអ្នករីកទស្សនានៅប្រការគឺលោកបំបត្តិដូចតទៅទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីសង្ឃឹមថាតាមរយៈប្រធានបទនៅក្នុងសប្តាហ៍នេះលោកអ្នកនឹងទទួលបានចំណេះដឹងបន្ថែមទៀតពាក់ព័ន្ធទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាកម្មវិធីទីក្រុងចរាចរណ៍មានសុវត្ថិភាពក៏បានមកដល់ទីបញ្ចប់ប៉ុន្តែមុននឹងបញ្ចប់ខ្ញុំបាទក៏សូមគោរពថ្លែងអរគុណដល់អាដាមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងមន្ត្រីដែលបម្រើការនៅសាលារាជធានីភ្នំពេញដែលបានជួបបឋមគាំទ្រនៅក្នុងកម្មវិធីនេះជានៅក្នុងការនេះខ្ញុំបាទក៏សូមគោរពថ្លែងអរគុណទៅដល់ទូទស្សនិកជនដែលបានចំណាយពេលវេលាតាមដានទស្សនាកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់យើងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលនៅគណៈពេលនេះខ្ញុំបាទចំណាននឹងក្រុមការងារសូមអរគុណនិងសូមគោរពលា